ខ្លាំងអត់សូមស្រែក Happy New Year មួយបានអត់ Happy New Year អរគុណជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះក៏ដូចជាតាមគេហដ្ឋានកំពុងតែទស្សនាតាមទូរទស្សន៍ហើយថ្ងៃនេះខ្ញុំបាទពិតជាមានអារម្មណ៍រំភើបរីករាយដែលបានមកជួបបងប្អូនយ៉ាងច្រើនកកកដែលកំពុងតែត្រៀមរាប់ថយក្រោយនៅក្នុងការឈានចូលឆ្នាំ2020ឆ្នាំថ្មីឆ្នាំសកលទាំងអស់គ្នាអរគុណដល់ Gangsberg ដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំបាទបានមកឃើញស្នាមញញឹមរបស់អ្នកទាំងអស់គ្នានៅក្នុងរាត្រីនេះអរគុណបាទបន្តទៀតជាមួយនឹងខ្ញុំបាទអរគុណព្រមព្រៀងដែលរៀងនៅលើមេឃាខ្យល់បងរងាសូរសៀងព្រះបានតន្ត្រីស្នាប់ញញឹមពីបេងដូងក្តីសុខដ៏មានអត្ថន័យដែលមនុស្សរស់លើផែនដីប៉ុនប៉ងប្រាថ្នាក្រោមផ្ទៃមេឃដ៏ធំធេងឮសូរតែសំឡេងអូបអូជាមួយនឹងពាក្យជូនពរដែលផុងចេញពីបេះដូងថ្ងៃជួបជុំដ៏មានតម្លៃជុំគ្រួសារមិត្តភក្តិបងប្អូនបាននិយាយពីជូនពររៀងខ្លួនក្នុងថ្ងៃ Happy New Year Shake Woo Cheer Hey Come on Stop Hop 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 Woo Check Come on Woo Let's go ថ្ងៃនេះខ្ញុំចង់ដើរលេងឲ្យសប្បាយហើយជួបពីគ្នាស្ដាប់លេង Tonight នាំគ្នាស្ដាប់លេង Until the Sunrise Here we go Here we go Here we go Cheer You know គេស្រែកទាំងអង្គ Cheer You know គេហូតទាំងអង្គគ្នាប្រពន្ធជាសិតតែ Cheer Na 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 naខ្ញុំចង់ដើរលេងឲ្យសប្បាយហើយជួបពីគ្នាស្ដាប់លេង Tonight នាំគ្នាស្ដាប់លេង Until the Sunrise Here we go Here we go Here we go Cheer You know គេស្រែកទាំងអង្គ Cheer You know គេហូតទាំងអង្គគ្នាប្រពន្ធជាសិតតែ Cheer Na 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 Look up here, man! Hey, hey! Shake! 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 Woo! Come on! Yes! Cheer ទាំងអស់គ្នាបាទសូមស្រែកថា cheer ទាំងអស់គ្នាបានអត់ Cheer Gangsberg អរ
คุณบ้าน Come on! Ha! Woo!
បាទអរគុណបងប្អូនទាំងអស់គ្នាសប្បាយអត់បាទហើយសប្បាយអស់ចិត្តណាហើយអ្នកទាំងអស់គ្នាអាចមានកម្លាំងបន្តទៀតអត់បើអញ្ចឹងចង់រួមបន្តទៀតទេរួមទាំងអស់គ្នាAJ. I'm in Shit. Come on. I'm in love. Woo! Yeah! Woo! Hey! The mighty high, mama just yeah, make it hot still. Hey! Oh, hey, hey, hey! Woo! Come on! Yeah! Yeah, come on. Hello. Woo. Tụi bay nhìn hai đứa đang ở trên nhà, có trên nhà mà kia tha still, trong rap tha trên nhà bạn still. Có trên nhà đến nhà ở still, có trên nhà rock nhà ở still, trong rap tha trên nhà bạn still. Cùng siêu quan phê thì ở kia toàn ta nam mình cả rất choan chân kia, và mình hiện nay chuyên được thật kia, chúng ta biết như con chú tập về, cùng siêu quan phê thì ở kia toàn ta nam mình cả rất choan chân kia, và mình hiện nay chuyên được thật kia, chúng ta biết như con chú tập về. Stop! Hey! Hey! Still. Hey! Lên sao bạch bàn này sao? Chắc. Lên sao bạch bàn này sao? Lên sao bạch bàn sao? Trong năm nào khi ta dọc mình có bạch hộp lên tặng lời là trong mình có cả hạt bàn mang trên ngọc bàn ăn lên sao đi chẳng thích bạch anh có trên cô hoặc bạn chỉ cần có ấp ngọt lại không ông cũng biết không ai loạn còn đứng trái lên sao bạch bàn lên sao bạch bàn chẳng nhìn một trong con nàng trong một trong nàng trong con lên sao bạch bàn chẳng nhìn một trong con nàng trong một trong nàng trong con stop lại gì stop gì lên sao bạch bàn này sao stop gì lại gì stop gì lên sao bạch bàn này sao lên sao bạch bàn
សើចមិនបានជាមួយហ្គេងស្បឺកមែនអត់ហើយលេងសើចមិនបានជាមួយបងប្អូនទាំងគ្នាមែនអត់បើមែនសុំពីចិត្តមួយមកអរគុណបាទអរគុណតោះរំបន្តទៀតបាទគឺកំពុងតែឡើងកោតគួរឲ្យស្រឡាញ់ណាស់មែនអត់គេទើបមែនមកគេមកខ្លួនគ្លេកគេវែងមកចាត់គេឲ្យទើឡើងរត់មាត់អត់ខឹងផងព្រោះតែគ្រាប់ពេចមែនអត់គេទើទើទៅតាមទៀតឲ្យច្រឡឹងឲ្យទៅបត់នឹងនៅស្លឹងទឿនៅអ្នកនឹងបងអត់ចេះខឹងចូលចិត្តញ៉ាំតែលឹងទៅញ៉ាំតែដងញ៉ាំតែគូអញ្ចឹងលើកដាច់ហឹងផឹងលើកក៏ហឹងដឹងខ្លួនចេញមុខមកក៏ទឿគេហើយទើពួតែយើងឈូទើកំពុងតែឡើងកោតគួរឲ្យស្រឡាញ់ណាស់មែនអត់គេទើមែនមកគេមកខ្លួនគ្លេកគេវែងមកចាត់គេហើយទើឡើងរត់មាត់អត់ខឹងផងព្រោះតែគ្រាប់ពេចមែនអត់ទើShakeគេហើយទើពួតែយើងឈូទើកំពុងតែឡើងកោតគួរឲ្យស្រឡាញ់ណាស់មែនអត់គេទើមែនមកគេមកខ្លួនគ្លេកគេវែងមកចាត់គេហើយទើឡើងរត់មាត់អត់ខឹងផងព្រោះតែគ្រាប់ពេចមែនអត់គេទើហេទើតតាមទៀតឲ្យច្រឡឹងឲ្យទៅលេងបត់នឹងនៅស្លឹងទឿនៅអ្នកនឹងបងអត់ចេះខឹងចូលចិត្តញ៉ាំតែលឹងទៅញ៉ាំតែដងញ៉ាំតែគូអញ្ចឹងលើកដាច់ហឹងផឹងតូចឡើងច្រឡឹងតូចហើយខ្ញុំជួបយ៉ាងហ្នឹងកុំខឹងគេហៅថាទឿតូចឡើងច្រឡឹងតូចហើយខ្ញុំជួបយ៉ាងហ្នឹងកុំខឹងគេហៅថាទឿអរគុណបាទអរគុណដល់អ្នកគ្នាសប្បាយអស់ចិត្តណាស់អស់ចិត្តនៅបងប្អូនឥឡូវខ្ញុំហត់ហើយចង់ដឹងថាអ្នកទាំងអស់គ្នាមានកម្លាំងចិត្តអីដែលផ្ដល់ឲ្យខ្ញុំអត់សុំតិចទៀតបានអត់មានអារម្មណ៍ថាហត់ខ្លាំងត្រូវការកម្លាំងចិនពេលជីវិតជួបទុក្ខជួបបញ្ហាក្រោកឡើងកុំអរសខឹងអរគុណឥឡូវនេះបើសិនជាអ្នកទាំងអស់គ្នាផ្ដល់កម្លាំងចិត្តឲ្យខ្ញុំមានកម្លាំងម្ដងទៀតខ្ញុំនឹងជូនអ្នកទាំងអស់គ្នាមួយបទទៀតអត់ទាន់ចូលដល់បេះដូងទេអូខេបាទរីករាយជាមួយនឹងបទថ្មីរបស់ខ្ញុំបានមួយបទប៉ុន្តែជាបទដែលបងប្អូនធ្លាប់ស្ដាប់ហើយជាបទដែលបង្ហាញពីការស្រឡាញ់ដល់អ្នកទាំងអស់គ្នាទឹកចិត្តស្រឡាញ់ដ៏ធំសូមហៅខ្ញុំបានមួយបងអរគុណបាទ
ច្រើនក៏រតែក្នុងចិត្តគឺមានតែរឿងល្អអរគុណដែលជ្រើសយកអរគុណគ្រប់យ៉ាងអរគុណនេះស្អីឲ្យយើងជួបគ្នាអរគុណវេលាពីបានកន្លងរឿងរ៉ាវឲ្យអូននឹងបងខ្លាចជាសង្សារជាតិវាប្លន់ប្រើទៅជាលើកពីបានអស់គ្នាជាផែនដីបាត់ព្រះសូរិយាកុំដេកស្នេហាមួយយើងទាំងពីរគឺនៅតែរដែរអូសូរិយាសូមហៅឲ្យក្តីស្រឡាញ់មួយមកអរគុណអរបេះដូងតទូស្នេហាពីមនុស្សម្នាក់សាងស្នេហ៍ស្មងស្មងអូនជាចាក់លើក្នុងលោកមានមនុស្សច្រើនក៏តែក្នុងចិត្តគឺមានតែនោះល្អអរគុណដែលជ្រើសយកអរគុណគ្រប់យ៉ាងអរគុណនេះស្អីឲ្យយើងជួបគ្នាអរគុណវេលាពីបានកន្លងអរគុណរឿងរ៉ាវឲ្យអូននឹងបងខ្លាចជាសង្សារជាតិវាប្លន់ប្រើទៅជាវ័យជាផែនដីបាត់ព្រះសូរិយាមកមួយយើងទាំងពីរគឺនៅតែរដែរអូសូរិយាអរគុណនេះស្អីឲ្យយើងជួបគ្នាអរគុណវេលាពីបានកន្លងអរគុណរឿងរ៉ាវឲ្យអូននឹងបងខ្លាចជាសង្សារទុំជាទ្វីបលោកប្រែទៅជាវ័យទុំជាផែនដីបានព្រះសូរិយាអរក្តីស្នេហាពួកយើងទាំងពីរគឺនៅតែនរណាអរគុណនេះស្អីឲ្យអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទពីរួមបងប្អូនអរគុណវ៉ាពេញចិត្តខ្លាំងអត់ហៅជូនកម្ពុជាតារាច្រៀងទៅពេលរួមម្ដងទៀតអរគុណបាទពីរួមណាបងនឹងអូនអត់ទេខ្ញុំអត់ចង់បកស្រាយបទហ្នឹងនៅពេលនេះចង់បកស្រាយពាក្យបាញ់ក៏ជួយផុងជឿងបទហ្នឹងយើងកាន់ដៃគ្នាគូរបស់យើងកាន់ដៃភរិយារបស់យើងកាន់ដៃបាទមនុស្សជាទីស្រឡាញ់របស់យើងបានតែចឹងតាមក៏ជួយចឹងណាឥឡូវក៏ជួយតាមបទភ្លេងតែតាមក៏ជួយដល់ពេលយើង
ដល់ពេលយើងកាន់ដៃគ្នាយើងស្ដាប់បត់បងនឹងអូនហ្នឹងមានអារម្មណ៍ថាដូចសណ្ដំអារម្មណ៍សណ្ដំបេះដូងយើងតែពេលនេះយើងសម័យមើលថាអ្នកចាស់យើងមកដល់តន់ណាអាតែភ្លើងបុកគ្នាដាក់3 7ឈាមនេះអូយតែដូងណាអរគុណក៏ពិតទៅបត់បងអូននេះគឺដោយសារមានកម្លាំងបំផុតពេលឃើញឪពុកម៉ែបងប្អូនស្ដាប់ហើយមានស្នាមញញឹមនៅក្នុងខ្លួនបង្ហាញមកពួកខ្ញុំទាំងអស់គ្នាអញ្ចឹងបត់បងនឹងអូននេះគឺផ្ញើជូនដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុងឱកាសឆ្នាំថ្មីនេះបញ្ជាក់ពីក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកអរគុណបាទអរគុណបានកាដូឆ្នាំថ្មីមួយបាត់ពីលោកនុកបៃរិនបាទបត់សម្រាប់មកបត់នេះច្រៀងតែមួយបទទេប៉ុន្តែច្រៀង2ឆ្នាំ2ឆ្នាំចាព្រោះតាសល់តែប្រហែលម៉ោងទៀតទេឆ្លងចូល2020ខ្ញុំចូល2020ហើយខ្ញុំគុំសួរឲ្យសួរមែនទែនបាទសួរព្រោះខ្ញុំពីអ្នកលោកនុកបៃរិននិយាយបានជួបគ្នាទេអូខេចង់សួរថាពេលដែលគេ count down ម្ដងណាឆាក Against World វិញណាបាទបាត់លោកនុកបៃរតនាបាទអត់មានចាស់សោះមួយឆ្នាំនិយាយមែនមានអញ្ចឹងបងប្អូនមានអារម្មណ៍អញ្ចឹងហ៎ចង់ដឹងវិធីសាស្ត្រកុំឲ្យចាស់ពីលោកនុកបៃរតអត់ចង់សូមសម្លេងមួយកាប់ពិតទៅឆ្លៀតឱកាសនេះជំរាបដល់ពុកម៉ែបងប្អូនផងដែរដោយសារពុកម៉ែបងប្អូនមួយចំនួនគាត់ឃើញគឺថារូបសម្រស់ខ្ញុំអត់កុហកទេមនុស្សយើងម្នាក់ធំពេញរូបពេញរាងត្រូវតែមានផលិតផលថែរក្សាសម្ផស្សខ្លះប៉ុន្តែបងប្អូនមួយចំនួនគាត់ថាខ្ញុំទៅកែសម្ផស្សអញ្ចឹងឥឡូវបងប្អូនមានច្រើនណាបើសិនបើចង់ពិសោធន៍ថាតើកែកន្លែងណាចង់កាច់ច្រមុះចង់កាច់មុខពោះទៅខាងក្រោយឆាអូខេខ្ញុំនឹងពិសោធន៍ឲ្យបងប្អូនឃើញទាំងអស់គ្នាថាតើខ្ញុំកែសម្ផស្សមែនអត់ឥឡូវកាច់បាទចាញ់បងប្អូនហើយចូលអូខេអ្នកស្រីនោះបានអ្នកស្រីនោះថានុកបៃរិនកែផ្សិតអូបាទលឿនសិតកែតាំងពីកំណើតបើសិនជាមិនកែទេខ្យល់ចូលឥឡូវឲ្យសិអត់បានទេអត់ជឿមកអត់ជឿមកពេចធ្វើតេះបានតេះបានមកទម្រង់មុខបងរិទ្ធពេចតេះបានអូខេតេះបានដើម្បីបងប្អូនអស់ចិត្តដល់គ្នាមែនអត់អូខេបងប្អូនប៉ុន្តែអត់ឲ្យយកដៃអីទៅប្រើទេចាយកច្រមុះទៅតេះអូខេយកច្រមុះបានខ្ញុំសិនជាឲ្យច្រមុះខ្ញុំអ្នកចំណេញទេអត់អីបើសិនជាឲ្យយកច្រមុះយកទៅតេះមានសុភាពនារីណាស្ម័គ្រចិត្តទេបាទលើកដៃអូខេបាទកាប់ពិតទៅមនុស្សយើងធំគ្រប់គ្នាអស់ហើយអ្នកណាក៏ស្រឡាញ់ភាពស្អាតដែរខ្ញុំជឿថាគ្មានអ្នកណាសុខចិត្តឲ្យខ្លួនឯងនៅអាក្រក់ទេអញ្ចឹងពិភពលោកនេះមានការជឿនលឿនណាស់ផលិតផលជាច្រើននៅក្នុងពិភពលោកដែលដាក់លក់នៅតាមទីផ្សារយើងទិញមកលាបរបស់ណាដែលយើងលាបត្រូវយើងនឹងបានស្អាតហើយជាពិសេសគឺយើងថែរក្សាពីខាងក្រៅថែមទៀតថែរក្សាដោយសារអីដោយថាការញ៉ាំចំណីចំណុកឲ្យបានល្អទៀងទាត់មានជាតិវីតាមីនសំខាន់មួយទៀតគឺការសប្បាយចិត្តពេលដែលសប្បាយចិត្តគឺសម្រស់របស់យើងស្អាតហើយចាហើយបាច់ឆ្ងល់ទេបងប្អូនយើងឥឡូវក៏ស្អាតច្រើនដោយសារបងប្អូនរបស់យើងឈ្នះរង្វាន់ Gainsbourg ច្រើនដល់ពេលនិមលនិយាយអញ្ចឹងខ្ញុំចាប់អារម្មណ៍រឿងមួយណាសម្រាប់បងប្អូនរបស់យើងមកគ្រប់គ្រងតន្ត្រីសាប៊ី Gainsbourg របស់យើងឆ្លងឆ្នាំនេះច្រើនមែនទែនហើយមានដែរចាំទេយើងដែរចាំណាកម្មវិធីគ្រប់ទាំងអស់ម្ចាស់គេហៅថាអ្នករៀបចំកម្មវិធីគាត់បង្រៀងហ្មងចាអត់ថាឆាកណាមានលោកនុកបៃរិទ្ធអត់ឲ្យខ្ញុំមានខ្ញុំទេក៏ប៉ុន្តែបងប្អូនឆាកណាបាទឆាកណាមានខ្ញុំអត់មានលោកនុកបៃរិទ្ធតែចាឡើងមិនមានថ្ងៃនេះចៃដល់ជួបគ្នាណាចាំមិនថាឆ្នាំក្រោយឡើងមានលោកសុខហេតុអីតែបងប្អូនដឹងបងប្អូនយើងពុកឆ្ងល់ចុះហេតុអីឆាកហ្នឹងមានលោកនុកបៃរិទ្ធអត់រាស៊ីមានរាស៊ីអត់ឃើញលោកនុកបៃរិទ្ធជុំចៃដល់ទេជុំចៃដល់ដោយសារថាបងប្អូនហ្នឹងអាចកំបាំងបងប្អូនណាខ្ញុំអត់ថាឈរចិត្តលោកនុកបៃរិទ្ធគឺមុខដូចកូនភ្លោះអញ្ចឹងបាទអូខេឥឡូវខ្ញុំសាកទៅបន្តិចនេះប៉ិនឥឡូវបងប្អូនចាប់ទៀងមើលអូខេបងប្អូនភ្លោះអត់ចូលណាគេថាភ្លោះបាញ់កាបឲ្យ20រៀងអូខេកាប់ពិតទៅបងប្អូនដឹងអត់ចំណុចដែលធ្វើឲ្យបងប្អូនក្មេងជាងវ័យមានសម្រស់ស្អាតគឺភាពសប្បាយជាក់ស្ដែងដូចជាការសប្បាយនៅក្នុងថ្ងៃនេះអញ្ចឹងសប្បាយជាមួយនឹងតន្ត្រីរបស់យើងសប្បាយនឹងការឆ្លងឆ្នាំអញ្ចឹងការដែលជីវិតអត់មានទុក្ខកង្វល់អត់មានសម្ពាធអាចធ្វើឲ្យបងប្អូនអាចរក្សាអ្វីបានជឿថាអញ្ចឹងអត់បងប្អូនស្វែងរកសេចក្តីសុខនៅក្នុងខ្លួនឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានតែយើងមានក្តីសុខអ្វីៗក៏ល្អដែរចាអ្វីៗក៏សុខដែរសុខទាំងកាយសុខទាំងចិត្តហើយបើយើងរលុយឲ្យបានច្រើនទៀតកាន់តែសុខទៀតហើយជាពិសេសកុំភ្លេចការហាត់ប្រាណណាបងប្អូនបើជាឲ្យច្បាស់គឺការហាត់ប្រាណការហាត់ប្រាណធ្វើឲ្យសុខភាពល្អនិងរក្សាបាននៅរូបសម្រស់ដែរឈប់ទាំងអស់គ្នាសាងកំហុសទៀតហើយមិនដែរភាក់កំតាន់គេយន់ងើបឡើងអរឥឡូវចាំសូមជម្រាបថាដោយសារតែរួមការងារគ្នាបាទលោកនុកបៃរិទ្ធបាននិពន្ធបទចម្រៀងមួយគឺគាត់ផ្ញើជូនជាពិសេសតែម្ដងគឺជូនកញ្ញាចម្រើនសុភ័ក្ត្របទចម្រៀងគឺបងប្អូនខ្ញុំគឺពេញចិត្តមែនទែនបាទគឺបទកន្ទឿបាទបងប្អូនអូយចាក់ដោនណា
ភាសាខ្មែរយើងការពិតទៅពាក្យថាកតឿហ្នឹងគឺប្រអាប់លេងមែនអត់ចាប៉ុន្តែបងប្អូនស្រីគឺមានអតិភិបយើងប្រុសដោយសាររៀងតឿអញ្ចឹងគេអត់ថាតឿឯងគេហៅតូចច្រឡឹងចាមែនអត់សក់កញ្ញាញ់ក៏គេមិនដែលថាកញ្ញាញ់អញ្ចឹងដែរគេហៅរួញដល់ពេលប្រុសវិញគេហៅកញ្ញាញ់ប៉ុន្តែតាក្បាលតងោលអត់អាចជួយបានទេណាចឹងគេទៅហៅថាម៉េចអីគេហៅបានថាម៉េចហីអត់ទេអត់មានទេអត់មានអូនងោលទេហៅមកយើងគេហៅថាម៉េចបងប្អូនគេងោលហ្នឹងគេហៅសៃងោលហើយដល់ពេលប្រុសវិញគេហៅអត់ងោលអូខេទៅប្រុសយើងទៅធัวទីរហូតនិយាយចឹងយើងស្អីចឹងប្រុសយើងទៀតនិយាយចឹងចេញមកបត់ទៀតលើអូខេឥឡូវខ្ញុំជឿជាក់ថា fan របស់លោកនំអេរិកក៏ដូច fan របស់កញ្ញាចម្រើនសុភ័ក្រយប់នេះច្រើនមែនទែនអរគុណមានអីចង់ជូនពរ fan ទាំងអស់គ្នានៅក្នុងថ្ងៃឆ្លងឆ្នាំនេះលោកនំអេរិកបាទសូមជឿបងប្អូនទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ2020កុំបារម្ភទោះបីជាកើនអាយុមួយឆ្នាំទៀតក៏ពិតមែនក៏ប៉ុន្តែក៏បង្ហាញឲ្យឃើញថាយើងអាចមានអាយុវែងឆ្លងមកដល់ឆ្នាំ2020ដែរបាទចឹងជូនពរឲ្យពុកម៉ែបងប្អូនជួបតែសេចក្តីសុខសុភមង្គលសុភមង្គលហ្នឹងហើយនឹងមានជោគជ័យជំនះនៅក្នុងជីវិតបច្ចុប្បន្នហ្នឹងក៏ដូចជាទៅថ្ងៃអនាគតសូមឲ្យមានឃ្លាំងទ្រព្យក៏ដូចជាលាភជ័យក៏ដូចជាការងារសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់ពិសេសជូនពរអ្នកដែលញញឹមក្នុងពេលនេះមើលសិនមានអ្នកអត់ញញឹមទេមានអ្នកអត់ញញឹមតែអត់ញញឹមអត់បានពរណាអូខេជូនពរអ្នកដែលញញឹមសូមឲ្យទទួលបានលាភជ័យពេញមួយជីវិតចាប់ពីថ្ងៃស្អែកចាប់ពីពេលនេះទៅចាប់ពីពេលនេះចុះលោកដប់អីមានអីចង់អរគុណដល់ក្រុមហ៊ុនសាប៊ីហ្គេស្បឺតដែលរៀបចំនៅកម្មវិធីដ៏អស្ចារ្យមួយនេះបាទអរគុណដល់ Gain Spurt ដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំបាទអត់និយាយសោះនេះបានមកជួបសុភ័ក្របានមកជួបពិធីករទាំង3ក៏ដូចជាពុកម៉ែបងប្អូននៅទីនេះសូមជូនពរ Gain Spurt ឲ្យទទួលបានជោគជ័យនៅលើទីផ្សារឲ្យមានអតិថិជនគាំទ្រក៏ដូចជាមានកេរ្តិ៍ឈ្មោះល្បីល្បាញពិសេសគឺទទួលបានភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងឆ្នាំខាងមុខទៀតទទួលបានមេដាយថ្មីទៀតអរគុណដល់បងរ៉ាត់អញ្ចឹងចាអរគុណដល់កញ្ញាចម្រើនសុភ័ក្រចាបងរ៉ាត់មានអីចង់បន្ថែមទៀតចាអត់ទេខ្ញុំចង់និយាយចាសូមជម្រាបសារខ្ញុំរៀងគេងលក់អីចាចានិយាយលេភ័ក្រវិញខ្ញុំនឹកឃើញថាអូយសូមបាននៅសល់មកប្រូឥឡូវអស់ទៀតចាឥឡូវចេះសប្បាយចិត្តខ្លាំងអត់ពេលដែល Gain Spurt បង្កើតកម្មវិធីព្រោះថាតើតែ Gain Spurt បង្កើតការប្រគំតន្ត្រីធំបែបនេះទើបយើងមានឱកាសមកជួបបងប្អូនចាអរគុណសប្បាយចិត្តខ្លាំងមែនតើនិយាយទៅអរគុណដល់ Gain Spurt ដែលអត់តែងតែផ្លេចនាងខ្ញុំចាផ្លេចនាងខ្ញុំមិនផ្លេចទេមិនផ្លេចនាងខ្ញុំចាអរគុណច្រើនជូនពរដល់ក្រុមហ៊ុន Gain Spurt មានអតិថិជនកាន់តែច្រើនហើយជូនពរដល់បងប្អូនទាំងអស់ត្រូវរង្វាន់ទាំងអស់គ្នា